បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាអំពីបាទអក្សរ I ណាមាន4ទម្រង់អូខេទាំងអស់គ្នាមកមើលខាងក្រោមមកយើងមានទម្រង់ទី1គឺ I បាទ I ដក E IE ហើយនឹងចុងក្រោយគឺ Y ណាអញ្ចឹងទាំង4ទម្រង់នេះមានសម្លេងបាទមានសម្លេង I អូខេទាំងអស់គ្នាមកមើលពាក្យឧទាហរណ៍របស់យើងមួយចំនួនមកពាក្យទី1នេះយើងអានថា silo ណា S សនសឹកអញ្ចឹង I នេះគឺស្រៈ I ណាមានសម្លេង I L O នេះស្រៈ O silo អូខេយើងសំដៅលើឃ្លាំងផ្ទុកគ្រាប់ពូជពាក្យបន្តទៀតទាំងអស់គ្នាយើងអានថា wise អូខេ wise W បាទទម្រង់ I បាទ I ដក E មានន័យថាកន្លែងនេះមានព្យញ្ជនៈណា S wise អូខេភាពឆ្លៀសវៃណាតើគ្នាមកមើលពាក្យបន្តទៀតណាពាក្យនេះយើងអានថា Thai Theta អញ្ចឹងទម្រង់មួយនេះគឺ IE ស្រៈ I ណា Thai គឺកវ៉ាត់កអូខេចុងក្រោយតើអ្នកគ្នាពាក្យចុងក្រោយណា my M y នេះស្រៈ I ណាមើល I my គឺយើងសំដៅកម្មសិទ្ធិណារបស់ខ្ញុំអូខេតើអ្នកគ្នានៅក្នុងវីដេអូនេះយើងសិក្សាអំពីបាទ I មាន4ទម្រង់ណាយើងមានទម្រង់ទី1គឺ I បាទ I ដក E IE ហើយនឹងចុងក្រោយគឺអក្សរ Y អញ្ចឹងនៅពេលដែលអ្នកគ្នាឃើញ4ទម្រង់នេះនៅក្នុងពាក្យបាទអាចមានសម្លេង I ហើយក៏អាស្រ័យតាមសញ្ញាអានដែរណា